Cho con. Chắp vâng. Này, bộ anh. Mở nó. Cúp á. Cúp. Ây da, trong là thèm. Anh á mà cúp anh. Miền đời anh đang phong. Mình đang chỉ ai chẳng ray náo với một cúp anh mình nữa à. Dạ, nè, phải chỉ chọn nhai con của mong anh thì đứng. Phải dắt bay khắp ba lành. Cao mà nè. Tôi không biết bông. À. Cao, mà nè, mau, mà nè. Hãy mà slot chiếm ấy ảnh đi. Hãy kênh bốc anh khăn ấy. Hãy có bộ không ăn cho ấy hả? Cho bà anh mời gì nhá. Thôi mày ảnh đắng. To, dừng tới. Ơi, Cao. Cao. Ní không biết bàn cài sao? Cao ơi, Cao. Mà, ở lên mà bồi dưỡng. Ê, anh ấy, phụ không ta? Phụ không tập lên ăn tháp. Ta mới có thế. Pu, chào mày hai Pu, chào mày hai. Mình ơi,ជួយផងឆាប់ជួយគ្នាលឿនឡើង Chẳng mày thở vậy? លឿនឡើងឆាប់ជួយគ្នាគាត់ធ្លាក់មកពីលើដើមថ្នោត មកជួយសាយគ្នាទៅ ឆាប់សាយយកទៅលឿនឡើង មកប្រយ័ត្នណាក្មួយហត់ជួយលើកគ្នាមកជួយគ្នា ប្រយ័ត្ន មកប្រយ័ត្នបន្តិច ប្រយ័ត្ន អ្នកសយអើយអ្នកសយទឹកខំធ្លាក់ពីលើដើមថ្នោតហើយឲ្យវា បងជួយគ្នា បងឯងបងចាំមិនទៅហើយបងមកឲ្យវា ដាក់នៅក្រេតទៅ ស្រួលណាបងមកបងមើលជួយច្បាច់ឈ្លីផងណាបងចាំមិនទៅហើយបងដឹងខ្លួនឡើងមកម៉ែបងដឹងខ្លួនម៉ែបងដឹងខ្លួនឡើងវិញហើយម៉ែបងឲ្យវាមិនអីទេហ៎ ម៉ែវាខ្ញុំមិនអីទេភួងកូនពុកកុំបារម្ភអីកូនពុកមិនអីទេខំប្រឹងនិយាយពេកបងប្អូនអើយខ្ញុំអរគុណហើយអ្នកសយអើយបើខំដឹងខ្លួនហើយខ្ញុំលាទៅផ្ទះវិញហើយណាចាអរគុណហើយអ៊ំអរគុណហើយបងចាខ្ញុំលាសិនហើយមីង លាហើយណាក្មួយ ខ្ញុំលាសិនហើយមីង តោះ ម៉ែកំព្រួយអីយើងមានផ្លូវអាចដោះស្រាយបានដែរតែម៉ែអ្វីម៉ែបានប្រមូលលក់អស់ហើយនៅតែពុកឯងមិនបានធូរស្រាលសោះម៉ែដូចជាគ្មានអ្វីដោះស្រាយទៀតទេណាកូន តែកូនកាត់ថានៅមានណាម៉ែគឺប្អូនកែនោះអី អាកែនឹងឯងហើយសង្ឃឹមវាដូចជាសង្ឃឹមកាយលើមេឃអញ្ចឹងវាតែធ្វើការអីកាទៅកូនកូនថាបច្ចុប្បន្នណាម៉ែគឺឲ្យប្អូនកែងឡើងថ្នាំជំនួសពុកទៅគ្រាន់បានយកមកធ្វើស្ករយកទៅលក់ដោះស្រាយថ្នាំសង្កេតពុកខ្លះអេ ស្អីគេបងភួងឲ្យខ្ញុំឡើងថ្នោត
ចុះមានអ្នកណាទៀត ហើយជួយមិនបានទេបងភួងឡើងថ្នោតស្អីបងឯងមិនឃើញពុកទេហ៎ ព្រោះតែពុកឯងចាស់ទៅបានជាយ៉ាងនេះឯងកែកូននៅក្មេងមានកម្លាំងល្មមជួយដល់ពុកម៉ែខ្លះទៅណាកូន ហើយចុះរាល់ថ្ងៃនេះខ្ញុំជួយពុកម៉ែហាញតាពួកអស់រៃទឹកនោះអី កិច្ចការអស់នេះបងអាចធ្វើបានទុកឲ្យបងធ្វើចុះកែប្អូនជួយឡើងថ្នោតជំនួសពុកទៅគ្រាន់បានធ្វើស្ករយកទៅលក់ទិញថ្នាំសង្កេតអីពុកប្អូនមែលរាល់ថ្ងៃផ្ទះអស់រលីងហើយគ្មានស្អីយកទៅដោះស្រាយទៀតទេ ហើយខ្ញុំជួយស្អីបានតែអារឿងឡើងថ្នោតជួយមិនបានទេបងខ្លាចធ្លាក់បាក់កស្លាប់ខានការប្រពន្ធទៅ ពុកវី ឃើញណាស់ហើយស្អីទេ កែវឯងតាណាទៀតហើយនឹងកែវហើយអាប្អូនមួយនេះ ហើយចង្រៃយកឆ្ងាយពុកវិញទៅលឿនចូលរួចមុនចូលចាប់លឿនតែជាសយមែនអី បញ្ញារញ៉ៃណាឯងនេះហើយ បញ្ហាកង់ពួកឯងនៅរំជឿអញ ស្អីអាចារ្យ អាចឆ្កែចង្រៃមិនអីទេឯងចាំមើលណាអញចាប់ឯងកម្មស៊ីទី ណែអញតាមស្រួលទេវិញអារបលមួយគេហ្នឹងណាស្អីមួយទៀតហើយអាម៉ាណែឯងកំណំអានណាឯងធ្វើដែរណាមិនភ័យមិនខ្លាចកូនប្រុសតាមទ្រង់5ហាត់សោះ តែមិញអញឃើញឯងរត់មុនគេ ស្អីអាចារ្យអាណារត់មុនគេឯងសបាំងភ្នែកទេដឹង អញគិនមើលខ្លួនឯងទៅ ចាំគេមក ហេមកទៀតហើយពេលលុយមករបស់យើងឥឡូវនេះណាយើងត្រូវតាមរកវាឃើញវារត់តាមរួចទេ លុយសល់អីហើយ ត្រួយតាមរកវាឃើញ ចាប់បានវិញចឹងឲ្យវាស្គាល់តែម្ដង ចាប់វា ហើយទៅលឿនទេបើសិនជាខ្ញុំចាប់វាបានណាបងខ្ញុំនឹងដាក់វាណានោះឯងម្ដងខ្ញុំមិនយល់មុខវាទេ ត្រូវហើយអាចមកខ្ញុំបានអស់ច្រើនមកហើយឥឡូវតាមរកឃើញ ហើយក្តៅណាស់អើយមក ណែ យើងត្រូវរកវាទាំងព្រលឹមចឹងវារត់តាមរួចទេអ្នកអើយឲ្យលឿនឡើងលឿនឡើងអូ អ
អើយទិញបន្លែខ្ញុំទេស្រស់ល្អណាស់ ណែអើយ តឡានេះតិច ទិញបន្លែខ្ញុំមិនណែ លោក បន្លែស្រស់ៗ នេះលោកមិន ចេញ នេះ មកចេញ ណាតឡា ចេញមើលទៅ នេះមិនសមហើយចេះអត់ទេ យកពណ៌ណាស្អាត មកទៅខាងនោះវិញមក តែខាងនោះវិញ ហ្នឹងហើយនេះតឡាគេអូននេះតឡាមួយប្រហែលនេះមួយបន្លែអូនចាខ្ញុំជិះនេះប្រហែល ណែបន្លែបេះមកពីចំការថ្មីថ្មី សុំ ណា ថែមអមតិចអូននេះនៅនាងកន្លែងហ្នឹងកន្លែងកូនខ្ញុំលក់ហើយចេញទៅ ចាមក អូនអត់ទិញបន្លែប្លុកល្អណាស់ណាតែកាត់មកថ្មីថ្មីទេនេះ ទិញស្អីទេនេះ បងប្អូនជួយទិញសាច់ជ្រូកខ្ញុំទៅ គីឡូប្រហែលដែរ សាច់ជ្រូក1គីឡូ2ណែនបង ចេញទៅ កាត់10គីឡូ ជួយលួចយ៉ាងម៉េចដែរហ្នឹង តែគុកមួយមកកាក់ពូ អូណែ ចាអរគុណហើយបង បន្លែស្រស់ស្រស់យកពូបងប្អូនណាជួយចេញទៅម្ដងតែគុកខ្ញុំណា បងប្អូនមីង មកម្ដងខ្ញុំផ្អែមណាពូ គីឡូ2គីឡូ2ណែន អូននេះស្លងជូរត្រី សុំជេសុំជេ នៅនេះលក់កន្លែងនេះមិនបានទេ បងទិញសាច់ជ្រូកទៅបង កន្លែងនោះក៏លក់មិនបានដែរខ្ញុំដាក់អីវ៉ាន់ឥឡូវហើយណា យកប្រហែលគីឡូបង ទៅឆាប់ចេញទៅ គីឡូមក ចាំមី អត់ទេបង អរគុណណាស់ក្មួយណែ នេះសុំថែមអមតិចមកនេះ ទិញមួយសំខាន់ ណែនេះ បេះដូង សុំមកនាងនឹងហើយបងអូនវាដើរធ្វើចោលលួចមន់ពេញតែភូមិសុំបាច់តែឆ្កែក៏មិនសល់ដែរ មិនដឹងហើយនេះមកអូនមកជួយទិញបន្លែអូន វា វា ណា ណា ធ្វើចោល មិន ដើរលួចមន់គេពេញតែភូមិហ្នឹងណា នេះ មកសុំមកវាហើយ នេះ មែនហើយហើយម្នាក់នេះជួយទិញហូរ ចា លេ បាននេះ ទិញសាច់ជ្រូកបងសល់ជើងមួយបង មន់រស់ហ្នឹង មិនបាច់ទិញទេបងទិញផលិតទេនេះផលិតខ្ញុំល្អណាស់តែមិនបេះមកមិញទេបង មានអ្នកណាគេទៅទិញបើបន្លែស្វិតឲ្យញោមសូម្បីតែជ្រូកក៏វាមិនស៊ីផង មកមើលម្នាស់ទឹកក្មួយផ្អែម អឺ ល្អណាស់ ពេកពួក ដាក់នេះ មិនណោះ ចុះពីទៅណាក្មួយណោះ អូមិនសូវល្អទេ អត់ទិញទេ អូលបងទេអី បន្លែទឹកបេះមកតឡាចនេះខ្ចីល្អណាស់ណា ខ្ញុំយក ចាំមន់នោះលក់យ៉ាងម៉េចដែរតែក្នុងវិញ មកនេះថតល្អណាស់តា បងទិញមកណាបង ថតល្អណាស់បងអើយជឿទៅបងនៅសតពីនឹងទេណា យកទៅកាប់ស៊ីក៏បាន តឡាចនង យកទិញចាំក៏បានដែរបង ដំឡូងតែអី ញ៉ាំមួយនេះ យក ប មក ង នេះចុះ ផលិតខ្ញុំទេបង បង ផលិតខ្ញុំតែបេះមកថ្មីមិញទេ ថ្មីស្អីផលិតណាស្វិតអរញ៉ង កំឋានឡាយមនុស្សសំបីតែជ្រុំក៏វាមិនស៊ីដែរមកលក់ស្អីម៉ងម្នាក់ឯងអ្នកណាគេទិញហើយបន្លែណាលោកអើយចង់ស្វិតដោយម្ចាស់អញ្ចឹង មិនឲ្យស្វិតដូចម្ចាស់វាអញ្ចឹងតែលក់ផ្សារចូលគេមិននឹងចោះបងអូនវាធ្វើចោលដើរលួចគេពេញតែភូមិ អស់ចម្រឹង តោះញ៉ាំទៅផ្ទះវិញ តោះយើងទៅផ្ទះយើងវិញទៅផ្ទះវិញមក អើយប្រាស់គេឯងតើតើ តោះជើង ជួយទិញអានងតែខ្ញុំលក់ កា ខា ប់ វ យក ហើយ មិញ ទេ នេះសុខបាត់មន់ ដៃជុកមិន មែនហើយមកខ្ញុំនឹងក៏វាលក់ដូចតែគ្នាដែរមិនដឹងជាវាលក់វាធ្វើអីទេច្រើនម្លឹង ហើយមន់ខ្ញុំមកលួចដែរ ចាប់បាយដល់បាយនឹងមុត មែនហើយ បងអូនវានឹងលួចឲ្យពេញតែភូមិសម្បីតែឆ្កែក៏មិនសល់ដែរមិនដឹងជាលួចយកទៅធ្វើស្អី ហើយនេះ ត្រូវហើយ អានេះសុំចេញ មិនតែយ៉ាងហ្នឹង សុំចេញជួយទិញតែរបស់ខ្ញុំល្អណាស់ណា ចេញសាច់យើងល្អណាស់ណាហើយផ្អែមទៀតផង ណែយើងបានទៅយើងជ័យឲ្យមន់ហើយ អរគុណ ទៅ ជួយ ក្របបាច់ទៅ ខ្ញុំចង់ឲ្យថ្មីស្អីផលិតណាឲ្យស្វិតអរញ៉ង កំថាឡៃមនុស្សសំអិចតែជ្រុកក៏វាមិនស៊ីដែរ តែលោកសាចូលគេមិននឹងចោះបងប្អូនវាធ្វើចោលដើរលួចគេឲ្យពេញតែភូមិ តបបងចម្រឹង តាញ៉ាប់យើងទៅវិញ តោះ ហ
អ្នកប្រុស អូដុំឯងជួយខ្ញុំបន្តិចយកប្រាណនេះទៅទិញប្រលិតនាងម្នាក់ដែលលក់នៅក្រោមដើមអំពិលនោះទេ អូបាន យកមួយនេះទៅពណ៌ស្រស់ល្អណាស់នេះ សុំចេញសាច់ជ្រូកបងទិញជ្រូកគីឡូបង ហើយពណ៌ស្រស់យ៉ាង មក នេះ ជួយទិញចេញទៅក្មួយ បងប្រុសបងជួយទិញផលិតខ្ញុំទៅខ្ញុំលក់ថាម បន្លែស្រស់ពេលមកពីចំការថ្មីអូអ្នកអើយជួយទិញបន្លែខ្ញុំទៅ តើលក់ទាំងអស់ថ្លៃប្រមាណដែរទៅ បងប្រុសចង់ទិញទាំងអស់ហេបងប្រុស បាទទាំងអស់ អស់ចាបងតែមិនអាចទេបង ឥឡូវជួយចោលខ្ញុំមក ចា លោកអើយស្អាតម្លឹងមិនសមណាស់លោកទៅគួតផលិតចឹងសោះ បងប្រុសនិយាយថាម៉េចនឹង រឿងបានហេតុនេះ ខ្ញុំចង់ដឹងថាផ្ទះអ្នកនាងនៅដល់ណា អូតែខ្ញុំណែចង់ភូមិឯណោះបងប្រុស ណែយកទៅ ចាខ្ញុំអរគុណបងប្រុសហើយថ្ងៃក្រោយបងកុំភ្លេចមកជួយទិញខ្ញុំទៀតណាអរគុណណាស់បងប្រុសអរគុណណាស់បងប្រុសកុំភ្លេចណាថ្ងៃក្រោយមកជួយទិញទៀតមកឆាប់ឡើងមកស្អាតណាស់នេះអូ អត់ខ្ញុំសុំទោស អូយស្លាប់ហើយបន្លែស្រស់ឲ្យពេញតែផ្សារហេតុអីក៏មិនទិញមកទិញផលិតឲ្យស្វិតរញ៉ាំ នេះបានមិនទិញយ៉ាងម៉េចបានអ្នកលក់ស្រស់ស្អាតយ៉ាងនេះនោះ ស្អាតទេអូយមិនដឹងមើលត្រង់ណាថាស្អាតទេ យ៉ាងណាក៏គ្រាន់បើជាអ្នកទាំងពីរដែរ តាខាងនោះទៅរកទិញอะไรខ្លះអរគុណ មក ណាស់ មើលចេញតែនេះមួយ ចេញនឹងលក់ប្រហែលដែរ បែកគូក្បាលដែរ អ្នកប្រុសហើយអ្នកប្រុសនៅមិននៅឲ្យអាដុំមកម៉ាបន្លែស្វិតសមនឹងគេស្ដីឲ្យមិនខុសមែន ដុំឯងយកប្រាណនេះទៅទិញប្រលិតពីនាងម្នាក់ដែលលក់នៅក្រោមដើមអំពិលនោះទៅ អូបាន មន់ខ្ញុំក៏វាលួចដែរជប់មិញហ្នឹង អូអញ្ចឹងហ៎ ចា ណាយកទៅ ចាខ្ញុំអរគុណបងប្រុសហើយថ្ងៃក្រោយបងកុំភ្លេចមកជួយទិញខ្ញុំទៀតណាអរគុណហើយណាបងប្រុសកុំភ្លេចណាថ្ងៃក្រោយមកជួយទិញទៀត ណ
Dớ niềng phố niềng anh mà lụi đọtផលិតអញអញ្ចឹងបានជាផលិតអញវាអស់អាលីងឆាប់ឡើងមកភ្លាមឡើងឲ្យវាលឿនមកហើយផលិតនឹងទុកភ្លាមអត់ត្រូវការយកទេណាលឿនឡើងមកឡើងឲ្យលឿនមកហើយអត់មានមកម្ដងទៀតទេណាចោលទាំងបងចោលទាំងប្អូនថ្ងៃក្រោយអត់មានមកទៀតទេណានាងមកឡើងមកលឿនមកថ្ងៃក្រោយអត់មានទៀតទេណាអីទៅ តោះបានហើយម៉ែវាទៅមើលស្រែភ្លឺយើងវិញ តោះ ភូមិបានបន្លែយកទៅលក់ទេកូនអត់បានទេម៉ែភូមិហេតុអីបានជាកូនយំចឹងគឺខ្ញុំទៅបែបបន្លែបលិននៅឯស្រះពូសុងប្រពន្ធរបស់គាត់ឃើញគាត់នឹងខ្ញុំឆាប់ឲ្យខ្ញុំទៅបេះនៅទីនោះទៀតហើយខ្ញុំពិបាកចិត្តណាស់ម៉ែមិនដឹងថាត្រូវរកស្អីមកលក់ទៀតទេឈប់ពិបាកចិត្តទៅកូនមើលចុះទៅរកបាយរកទឹកអីទៅណាចាំម៉ែ បងសាច់ជ្រូកបង ក្មួយវិញ អានេះល្អទេ ចេះ ខ្ញុំទិញទេ កំរឹងពណ៌ដដែលមើលឬអាណាថ្មីថ្មីបន្តិចទៅមើល នេះទៅហីអរគុណហើយណា បន្លែស្រស់ស្រស់បន្លែស្រស់ស្រស់សូមជួយ បន្លែស្រស់ស្រស់ ឃើញភួងលោកផលិតក្រោមដើមអំពិលទេ អូយអត់ឃើញទេថ្ងៃហ្នឹងអត់ឃើញមកលក់ផងហ្នឹងណែបងឯងទៅសួរគេខាងនោះមើលក្រៃលោកគេដឹងណាអើពូទិញចេកទេ តោះយើងទៅសួរគេខាងនោះទៅ ជួយទិញចេកខ្ញុំមកស្និតទៅណាសាច់លឿងផ្អែមល្អណាស់នេះយកមកស្និត អ្នក ទៅ ទៅជួយមើល អត់ទៅបងមានឃើញភួងទេបង ថ្ងៃហ្នឹងអត់ឃើញភួងមកលក់ទេ ស្រស់ស្រស់ល្អណាស់នេះអូបន្លែស្រស់ស្រស់ អត់ទៅបងតើមានឃើញភួងទេខ្ញុំមិនដឹងទេបង មិនអាចទិញស្អីទៀតទេនេះណាទៅមើលខាងនោះវិញ ទិញមន់នេះបងប្អូនអើយជួយទិញមន់ផង មន់រស់ហាក់ មន់ខ្ញុំថតណាអត់ទៅបងប្រុសមានស្គាល់ផ្ទះនាងភួងទេបង អូផ្ទះនាងភួងហ៎នៅខាងនោះណាបង អូនៅក្នុងឯងបង បាទ បានអរគុណឯងបងបាទ អ្នកប្រុស មិនដឹងដើររកបន្លែដល់ណាទេដើររកមួយថ្ងៃហើយអត់ឃើញសោះ ដុំនេះឯងប្រកាសហើយថានាងដើររកបន្លែនោះ អ្នកប្រុសចុះបើមិនឃើញនៅឯផ្សារមានតែដើររកបន្លែហើយ មិនប្រកាសទេឬមួយក៏នាងឈឺឬមួយក៏នាងមានធរៈអីទៀតដឹង អ្នកប្រុសចូលជ្រកក្នុងម្លប់នេះសិនទៅតោះអាដាមហើយអ្នកប្រុសដូចជាបារម្ភនឹងនាងម្នាក់នោះដល់ហើយនឹងបែបហើយ ឯងឈួតទេអរុន ឲ្យជន់នាងយ៉ាងម៉េចហ្នឹងយ៉ាងម៉េចហើយហ្នឹង ទេខ្ញុំប្រហែលជាឆ្លោះជើងហើយ ជួយនាងយ៉ាងម៉េចទៅហើយហ្នឹង ចាំមិន ភួងទេយ៉ាងម៉េចហើយហ្នឹង អូខ្ញុំមិនអីទេអត់អីទេ មើលក្រឡើងប្រយ័ត្នណាយ៉ាងម៉េចហើយនាងអាចទៅរួចទេហ្នឹងចាំខ្ញុំជួយមិនអីទេប្រយ័ត្នណា អរគុណហើយ ប្រយ័ត្ន ម៉ែ មីងជំរាបសួរ ភួងកូនម៉ែកាត់អីនឹងកូន នាងធ្លាក់ព្រឺដើមអំពិលហ្នឹងណាមីង អូយស្លាប់ហើយខ្ញុំមិនអីទេម៉ែប្របានអ្នកប្រងគាត់ជាអ្នកជួយមីងអរគុណក្មួយច្រើនហើយណា បានមិនអីទេមីង
ភួងមើលទៅយកទឹកឲ្យក្មួយពិសាទៅ ចាំហើយ ក្មួយសុំចេញអង្គុយលេង អរគុណណាប្រុស ក្មួយអង្គុយលេងសិនទៅណាមីងទៅរកបាយបន្លែមកផ្លែតហើយនៅចាំបាច់ទឹកជាមួយគ្នានឹងហើយណាចាំត្រឡប់ទៅផ្ទះវិញ បានមីងបាន នាងមកហើយណាប្រុស ពិសាទឹកអ្នកប្រុស អរគុណទឹករបស់អ្នកនាងត្រជាក់ឲ្យស្រឹម បានអរគុណណាប្រុស អ្នកនាងនេះចាំមិនទៅហើយអ្នកនាងចាំមិនហើយ អត់អីទេ អ្នកនាងអូគឺភងទេ អូបងភួងថ្ងៃនេះដូចជាសមាជិកជាង10ដងប្រហែលជាលក់ដាច់ហើយមែនទេបង បងលក់ដាច់ បងភួងណា អញត្រូវការប្រាក់មែនទេ អេបងភួងដូចជាយល់ចិត្តប្អូនដល់ហើយ ហើយចាអញត្រូវការប្រមាណ 50ណែនណាបងតិចតួចទេបង រួចឯងយកទៅធ្វើស្អី50ណែនហ្នឹងហ៎យកស្អីក៏ច្រើនម្លេះតែឯងដឹងថាបងឯងនេះរកប្រាក់ដោយពិបាកយ៉ាងណាទេ ដឹងស្អីទេម៉ែបងភួងមិនថាស្អីមួយម៉ាត់ផងបើមិនជួយជោគជួយចែទេកុំយកជើងរៀបទឹកមើលម៉ែ ស្អីគេកែងយកជើងរៀបទឹកស្អីម៉ែស្ដាប់មិនបានសោះហើយនេះ កែហើយចាប់អូនយកធ្វើអីច្រើនម្លេះ បងភួងបងមើលកៅអៅខ្ញុំនេះចាស់ចាស់អស់ហើយហ្នឹងពួកម៉ាក់ខ្ញុំវាហាស៊ីកាវាខ្ញុំគ្មានកៅអៅពាក់ល្អល្អនឹងគេទេបង ឃើញដំរីជុំកុំជួយតាមដំរីអីឯងមានបើកភ្នែកមើលទេថាពុកឯងនេះ ដេកឈឺនឹងកន្ទេលហើយណាបើកុំតែបានបងឯងនេះបេះបន្លែយកទៅលក់ម្លេះសំប្រហែលជារោគអង្គច្រកឆ្នាំងគ្មានទេ កុំវិញឆ្ងាយពេកមើលម៉ែខ្ញុំមកឃើញហើយតាពុកឈឺតែខ្ញុំនេះមិនមែនពេទ្យអាណា មើលវាញាតិចិត្តខាងអើយ រឿងនៅក្នុងគ្រួសារយើងម៉ែឲ្យអ្នកចិត្តខាងស្ដាប់ម៉ែមិនចេះខ្មាស់គេទេ កែល្មមបានហើយអូន បើមិនឲ្យក៏ឲ្យទៅកុំរអ៊ូច្រើនខ្ញុំធុញណាធុញណាស់ អញដឹងល្បិចកលអស់ហើយអាក្បាលខូចមកយប់គ្មាននៅផ្ទះនោះទេ បានហើយម៉ែ អេអ្នកប្រុសមិនចេញចូលលេងសិនទេហ៎ ជម្រាបសួរមីង ចាមកចេញអង្គុយលេងសិនទៅក្មួយនិយាយអញ្ចឹងអ្នកប្រុសនិយាយតាណាមកណាដែរ ខ្ញុំមកផ្ទះសម្លាញ់ខ្ញុំនៅភូមិត្បូងឯណោះនិយាយអញ្ចឹងភូមិបានក្រំបាសរណាមីង បានគ្រាន់បើឲ្យអ្នកប្រុសអង្គុយលេងនៅនឹងសិនទៅចាំខ្ញុំទៅតាមភូមិមក មិនបាច់ទេមីងចាំខ្ញុំតែខ្លួនឯងវិញកុំឲ្យពិបាក ចឹង មីង ក្មួយទៅក៏ទៅចុះ ប
លេងអីចឹងទេខ្ញុំខំតែភ័យ ភ័យអីភូងមានខ្ញុំនៅក្បែរហើយតា ស្អីទេអ្នកប្រុសនេះ ភូងកំពុងធ្វើអីហ្នឹង ខ្ញុំកំពុងតែបេះស្មៅចេញពីដំណាំណាអ្នកប្រុស មកចាំខ្ញុំជួយបេះឲ្យ មិនអីទេអ្នកប្រុសខ្ញុំតែប្រឡាក់ដៃរបស់អ្នកប្រុសទេ មិនអីទេខ្ញុំជួយបានតា អញមើលនោះអូយស្លាប់ហើយជួយមើលចោះលោកអើយចេះមកបន្លែងគ្នាកណ្ដាលថ្ងៃចាស់អញ្ចឹងទៅកើតនឹងហើយដែលចាស់គេនិយាយថាមើលកេះឆ្នាំងបាយធ្លុងនោះនឹងពងស្អីគេនេះមិនចេះខ្មាស់គេសោះមែនទេមានគេគ្មានខ្មាស់អីមែនធ្វើយ៉ាងនេះខូចស្រីគេស្រីឯងល្អក្នុងភូមិយើងអស់ហើយធ្វើឯងនេះល្មូលពោះគ្រូតែម្ដង បាទរមូលពុំមិនក៏មករកម្នាក់មួយទៅ ណែកំចេះរើបបាកេតទេ ស្អប់ណាស់ នេះអាចាំឯងធ្វើមុខអញ្ចឹងអាក្រក់មើលណាចេញរស់ស៊ីឯងធ្វើមុខជួយដូច7អញ្ចឹង បើមិនឲ្យវាធ្វើមុខជូត7មិនបើសង្សារវារៀបការចោលវាហើយហ្នឹងមកពីអាចារ្យវាមិនកើតបានជាសង្សារវារៀបការចោលវានោះ ឯងគ្រាន់បើជាអញប្រហែលតើមុខអត់លុយដូចជាពួកយើងនេះគ្មាននរណាគេឲ្យកូននោះទេនឹកដល់រឿងនេះអញខឹងដល់ឪអញទៀតឲ្យលោកគោស្ដីប្រពន្ធឲ្យអញគាត់មិនព្រមនោះទេអាងតែគាត់មានប្រពន្ធអត់មានគិតអញបន្តិចសោះវិញកុំទៅចិត្តទៅថ្លាមអីអាចារ្យអើយនៅមានផ្លូវដោះស្រាយដែរតាតាមអញតាមអាចារ្យណាមានផ្ដាំក្រហើយអោនមកខ្សឹប5រឿងអីតោះពួកយើងទៅមក អូនតបអូនស្អាតណាស់ស្អាតអស់កំមុំនៅក្នុងភូមិនេះក្រអូបអ្វីមិនទេ ដឹងស្អីទេបងសូបងឯងមិនខ្លាចគេឃើញទេអី នេះណាអូនមានតែយើង2នាក់នឹងហើយនេះអូនមើលនោះលោកខែកំពុងតែបញ្ចេញរស្មីចាញ់ចាំងជាសក្ខីភាពនៃសេចក្តីស្នេហាយើងទាំង2នាក់នឹងណាខ្ញុំតាបង មិនបានទេទៅប្រាប់ពូឲ្យដឹងទៅបាន តាបងតា បាយជាមកតែចាំវាពុកវាចាំបាច់ពុកវាចាំបាច់ហើយនាមបងអូនអើយជួយប្តីខ្ញុំផងជួយប្តីខ្ញុំផងអ្នកអើយជួយប្តីខ្ញុំផងអើយបងចាំបាច់ហើយចាំបាច់ហើយផងពុកវាជួយប្តីខ្ញុំផងពុកវាអើយពុកវាឯងយ៉ាងម៉េចទៅហើយពុកវាមិនអីទេខ្ញុំផងចាលោកបងអាកែវហែងចាប់ប្តីអញហែងអត់រួចខ្លួនទេអាកែវហែងពុកវាអើយអាកែវឆាប់ចេញមកអាកែវអាចោ500នេះមានរឿងអីនឹងនេះបានជាស្រែកលឺសម្បើម្លេះ ណែមីងកូនមីងឯងលុយកូនខ្ញុំហើយកាប់ពុកខ្ញុំបាច់បានទៀតផង មានរឿងចឹងផងកុំញាប់អើលហៅអាកែវចេញមកភ្លាម កាគេមិនទេមីងខ្ញុំសំវសុំមីងកុំឡោឡាខ្លាំងពេកព្រោះពុកខ្ញុំកំពុងតែឈឺផងណាមីង មែនហើយនេះមានរឿងអីយើងអាចដោះស្រាយគ្នាបានតែ សុំកលុំតែគ្នាណាពូចោលវានៅតែចោលអញ្ចឹង ឯងកុំដេកដល់ពុញបោយើងណាតោះរឿងកាយគឺជារឿងផ្សេងយើងព្រមទាំងម៉ែហើយនឹងពុកយើងមិនឲ្យកែងតែធ្វើដូច្នេះទេហើយគ្មានឪពុកម្ដាយណាព្រៀនបដៅកូនឲ្យរកហើយអាក្រក់នោះដែរ ម៉ែឯងឃើញទេ
វាកាន់ជើងតែគ្នាវានឹងឯងកូនដើរធ្វើចោលដើរលួចដើរប្លន់គេឲ្យពេញទៅភូមិបងយ៉ាងម៉េចដែរហើយឥឡូវចុះណានេះការខូចខាតទាំងប្រមាណខ្ញុំធានារ៉ាប់រងសងអ្នកទាំងអស់ណានេះខ្ញុំសុំបងយ៉ាងម៉េចដែរហើយម៉ែជួយបងផងពុកវាបងម៉ែជួយបងផងពុកវាយ៉ាងម៉េចដែរពុកវាបងប្អូនអើយជួយប្តីខ្ញុំផងឲ្យសមមកវាចាស់តាមម៉ែយើងទៅវិញតោះទៅផ្ទះទៅបងយ៉ាងម៉េចដែរហើយពុកវាបងម៉ែពុកវាបងពុកវាស្លាប់ចោលខ្ញុំហើយភួងពុកឯងស្លាប់ចោលម៉ែហើយភួងបងដឹងខ្លួនឡើងមកបងកុំស្លាប់ចោលកូនឯងណាបងពុកវាក្រោកឡើងពុកវាម៉ែកូនខុសហើយមកពីកូនទៅគ្រួសាររបស់យើងត្រូវអ្នកនៅក្នុងភូមិគេស្អប់ខ្ពើមកូនមិនស្ដាប់ដំបូន្មានពុកម៉ែទៅកូនធ្លាក់ខ្លួននៅក្នុងសភាពបែបនេះតែពេលនេះឲ្យខ្ញុំសម្រេចចិត្តយ៉ាងណាបើខ្ញុំចូលភូមិអ្នកស្រុកគេស្អប់ខ្ពើមគេមិនចូលចិត្តហើយថែមទាំងស្អប់ខ្ញុំទៀតតើឲ្យខ្ញុំសម្រេចចិត្តយ៉ាងណាម៉ែពុកកូនខុសហើយសូមជម្រាបលោកដង្ខៅមីសយនិងកូនស្រីរបស់គាត់សូមជួបមិនអីទេឲ្យគាត់ចូលមកចុះបានលោកដង្ខៅចំប៉ាពុកម៉ែមានភ្ញៀវកូនចូលទៅក្នុងទៅកូនចាម៉ែជំរាបសួរលោកដង្ខៅបានអរគុណជំរាបសួរអ្នកអញ្ជើញមកមានកាយដែរចាខ្ញុំសូមចូលខ្លួនមកបម្រើលោកដង្ខៅដើម្បីកាត់បំណុលមិនបានច្រឡែកខានប្រាក់ខ្ញុំច្រើនសន្ធឹកសន្ធាប់ចាំនេះមកបម្រើកាត់បំណុលយ៉ាងម៉េចទៅរួចហើយចំណាស់នេះទៅហើយធ្វើការអីនឹងការទៅលោកអ៊ំតាមពិតគឺខ្ញុំទេដែលត្រូវចូលខ្លួនមកសុំបម្រើលោកអ៊ំនោះសូមលោកអ៊ំមេត្តាអាណិតឲ្យខ្ញុំបានធ្វើការនៅក្នុងផ្ទះនេះផងខ្ញុំអាចធ្វើកិច្ចការអ្វីក៏បានដែរដូចជាសម្អាតផ្ទះដាំបាយបោកខោអាវបានហើយចាំខ្ញុំគិតមើលសិនខ្ញុំថាយកល្អឲ្យនាងធ្វើកិច្ចការផ្ទះបាយទៅពុកវាព្រោះយើងកំពុងខ្វះខាតមនុស្សផងណែចិត្តចេះណាក្មួយណែចិត្តចេះបានវាល្អហើយរហ័សរហួនទៀតណាណែចិត្តចឹងហើយចិត្តអញ្ចឹងបានវាល្អហើយរហ័សរហួនទៀតអីឆ្លាតក្រាន់បើវាមិនដូចជាអ្នកខ្លះទេប្រាប់ឲ្យសឹងតែសឹកប្រពន្ធមកទៅហើយនៅតែតដែលនឹងស្អីទេអ៊ំតាំងពីបាននាងភួងក្តាំស្រែស្អីគេនឹងនៅផ្ទះស្អីក៏ដែរខ្ញុំមិនដែលធ្វើត្រូវចិត្តអ៊ំទេធ្វើម៉េចពួកយើងវាមិនចេះផ្អែមរលួយដូចនាងគិញគុកនេះទេស្អីគេហាអាណាគិញគុកអាណាក្តាំស្រែហាចុះនាងឯងទាំងពីរនាក់ហ្នឹងមិនសុទ្ធតែចេញមកពីភ្លឺស្រែទេយើមិនទាន់ទាំងបាត់ធំក្លិនមកអមស្រែផងអីក៏ឆាប់ភ្លេចកំណត់ខ្លួនឯងម្លេះនាង
ក្លិនមកអមណាយ៉ាងណាក៏ក្រាន់បើជាងសត្វគីងគក់ដែរណាអ៊ំមែនហើយសត្វគីងគក់ណាគេខ្ពើមរអើមស្បែកណាឲ្យកក្រៀតកក្រិញកក្រែមគួរឲ្យខ្ពើមខ្លាំងណាស់លោកអ៊ំអើយយើហ៎នាងស៊ីនាងអយនាងឯងណាកំពុងស្ដោះទឹកមាត់ធ្លាក់លើទ្រូងខ្លួនឯងហើយមើលសាច់ខ្លួនឯងមើលទៅមិនតាន់ទាំងបាត់ស្នាមដំបៅខ្មៅមុខផងទេអីនិយាយអញ្ចឹងណាអ្នកស្រីឮថាអ្នកប្រុសចម្រុងនិងតែនាងចម្ប៉ាត្រឡប់មកផ្ទះវិញថ្ងៃហ្នឹងហ៎អ្នកស្រីអូយខ្ញុំភ្លេចឲ្យឈឹងទៅកំណងអញ្ចឹងថាកំណងឆាប់ទៅរៀបចំម្ហូបអាហារទៅក្មួយភូមិចាអ្នកស្រីតើក្មួយភូមិចាំមីម៉ែវីឯងកាច់ផ្កាអីច្រើនម្ល៉េះថ្ងៃនេះថ្ងៃសិលហ៎ចាពុកវីថ្ងៃហ្នឹងគឺថ្ងៃសិលធំផងណាអូពុកម៉ែជំរាបសួរអង្គុយមកកូនលោកពុកអ្នកម៉ែកូនបានសុំអភ័យឲ្យបងសរុនមកលេងផ្ទះយើងគ្រាន់បានជាគ្នាមួយរយៈព្រោះអីកូនអបសុកណាស់អ្នកម៉ែល្អណាស់កូនហើយបងផៃសុខសប្បាយទេសរុនក្មួយចាស់មីងម៉ែគាត់សុខសប្បាយជាធម្មតាទេហើយម៉ែគាត់ផ្ដាំឲ្យសួរសុខទុក្ខលោកពូអ្នកវិញផងពូមិនបានទៅលេងម៉ែឯងសោះព្រោះរវល់កិច្ចការរស់ស៊ីច្រើនពេកចម្រុងចម្ប៉ាមើលនាំក្មួយទៅងូតទឹកអីទៅនឹងអារោបាយទឹកអីណាបាទពូចាថ្ងៃនេះអ៊ំណោមធ្វើម្ហូបឆ្ងាញ់ត្រូវមកតែម្ដងហើយណាម៉ែមិនមែនអ៊ំណោមទេកូនគឺចុងភៅថ្មីនឹងណាចុងភៅថ្មីមិនក៏ខ្ញុំមិនដែលដឹងចឹងអ្នកម៉ែអូណែម៉ែមិនទាន់បានប្រាប់កូនកាលថ្ងៃមុនណាម៉ែទទួលក្មេងស្រីម្នាក់នៅជាមួយក្រោះជួយដាំស្លអ៊ំណោមហើយមិនម្ហូបឆ្ងាញ់ទេជាមានស្នាដៃក្រាន់បើមែនមិនកនាងទៅវិញកូនធ្លាប់ស្គាល់នាងដែរហ៎កូនមិនដែលស្គាល់ទេអ្នកម៉ែគ្រាន់តែធ្លាប់ឃើញនៅកន្លែងណាមួយតែប៉ុណ្ណោះណែនាងនេះចម្រុងកូនប្រុសអ៊ំជំរាបសួរអ្នកប្រុសហើយនេះចម្ប៉ាកូនរបស់អ៊ំហើយនេះសរុនក្មួយរបស់អ៊ំជំរាបសួរជំរាបសួរដេកទេខ្ញុំមិនតងងុយទេអ៊ំមិនសប្បាយចិត្តខ្លាំងពេករហូតដល់ដេកមិនលក់អីសប្បាយចិត្តរឿងអីតើអ៊ំអ៊ំមិនដឹងទៅបើអ៊ំមិនមែននៅក្នុងចិត្តមួយផងហ្នឹងតាមប៉ាត់ទៅខ្ញុំព្រួយបារម្ភទៅវិញទេណាអ៊ំក្មួយ
កុំយកចិត្តទុកដាក់ដល់រឿងអស់នឹងអីវាគ្មានប្រយោជន៍ស្អីទេណាហេតុអីក៏អ៊ំដឹងអ៊ំចាស់ចំណាស់នេះទៅហើយអ៊ំគ្រាន់តែកលេងអ៊ំដឹងភ្លាមព្រោះនៅក្នុងផ្ទះនេះត្រូវតែមានចិត្តអំណាចហើយមានការតស៊ូអ្វីវានឹងបានប្រសើរឡើងវិញក្មួយជឿអ៊ំចុះអ៊ំងួយហើយឆាប់ដេកទៅស្អែកយើងក្រោកពីព្រលឹមផងណាក្មួយចាអ៊ំពុកវាកំហែងកូនយើងមកវិញហើយនៅខ្ញុំឲ្យគេទៅតាមហើយម៉ែវាចាំបន្តិចទៅកំហែងពិតជាបានថ្នាំពូកែមកជាមិនខានព្រោះនៅស្រុកត្បូងពូកែស័ក្តិសិទ្ធិណាស់លោកពៅស្អែកនេះកូនទៅតាមរកបងទៅបានអ្នកនាងខ្ញុំសុំទៅជាមួយដែរក្រត់បានជាគ្នាមិនបានទេឯងនៅជួយមើលម៉ែចុះមិនកើតទេឲ្យកូនឲ្យក្មេងៗគេជុំទៅព្រោះធ្វើដំណើរផ្លូវឆ្ងាយណាស់អត់ទេពងកូនថែរក្សាខ្លួនបានសុំពុកកុំបារម្ភអីអញ្ចឹងកូនទៅក៏ទៅចុះម៉ែពិសាថ្នាំតិចតើម៉ែសម្រាប់តើម៉ែបានហើយកូនយប់ជ្រៅហើយនាំគ្នាទៅសម្រាប់ទៅសម្រាប់ទៅក្មួយចាអ៊ំមកđây đi mày nên chui hỏi tao mau mày nên chui chân cái chặt cả chặt cái đi ở mày nè chặt cả rồi phải con chặt chim khăn đâu thế biết mà đây trái cái thế anh không cho đấy này chặt cả bán này hỏi thì linh múc á chặt cả còn mai không nên đi mà đây thế chaខ្ញុំមិនអីទេបងប្រុសហើយចុះនៅនាងតាណាមណាដែរបានជាបញ្ញាម្ល៉េះចាខ្ញុំត្រូវបងប្រុសខ្ញុំតែចៃដន្យជួបចានៅខាងមុខឯណោះខ្ញុំភ័យពេកតែប្រត់មិនបាននៅមុខមួយក្រោយអញខ្ញុំសុំទោសផងបងប្រុសគឺខ្ញុំទៅវិញទីដែលត្រូវសុំទោសនាងនិយាយចឹងអំបញ្ញនាងប្រាប់ខ្ញុំថាទៅរកបងប្រុសតើបងប្រុសនាងឈ្មោះអីដែរចាបងប្រុសខ្ញុំគាត់ឈ្មោះកំហែងបងប្រុសស្គាល់គាត់ដែរកំហែងគឺជាមិត្តរួមគ្រួរបស់ខ្ញុំអញ្ចឹងនាងទៅជាមួយខ្ញុំតែម្ដងទៅចាខ្ញុំអរគុណបងប្រុសមើលនេះខ្ញុំឲ្យអ្នកនាងចុះអើខ្ញុំមីប្រហែលថាទៅនោះនៅខាងនោះនោះចាប់អញតាមមួយនោះឯណានោះហ៎ការឈូកនៅទីនេះរីកច្រើនដល់ហើយតោះយើងទៅមើលខាងនោះទៅមនុស្សស្អាតណាស់អ្នកនាងអបសុកណាស់មែនទេព្រោះទីនេះស្ងាត់បន្តិចហើយតាមពិតទៅខ្ញុំចូលចិត្តទីនេះខ្លាំងណាស់ខ្ញុំក៏ដូចអ្នកនាងដែរអញ្ចឹងអ្នកប្រុសមិនមែនជាអ្នកស្រុកនៅទីនេះទេមិនមែនទេតែខ្ញុំនៅស្រុកខាងកើតឯណោះស្រុកខាងកើត
តែហេតុអីខ្ញុំមិនអាចឃើញអ្នកប្រុសអញ្ចឹង ខ្ញុំមិនសូវនៅស្រុកប្រមាណទេតាំងពីឪពុកម្ដាយខ្ញុំស្លាប់ចោលខ្ញុំម្ល៉េះ គួរអាណិតបងប្រុសខ្លាំងណាស់ តែកំហែងគេមានសំណាងជាងខ្ញុំគេជាអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំចំណែករូបខ្ញុំរស់តាគ្មានយិសន្តានមិនដឹងថាវាសនាទៅថ្ងៃមុខខ្លាចជាយ៉ាងណាទេ វាស្នាមមនុស្សយើងមើលមិនឃើញនោះទេនិយាយអញ្ចឹងខ្ញុំមិនតាន់ស្គាល់ឈ្មោះបងប្រុសនៅឡើយទេតើបងប្រុសឈ្មោះអីដែរ ឈ្មោះខ្ញុំមិនពីរោះទេមនជាឈ្មោះឪពុកម្ដាយដាក់ឲ្យតាំងពីក្មេង មកប៉ាត់ជាប្រុសណាស់ចំណែកខ្ញុំឈ្មោះចំបៃ ចំបៃពិតជាពីរោះមែន និយាយអញ្ចឹងពីថ្ងៃមុនខ្ញុំមិនតាន់បានអរគុណបងប្រុសនៅឡើយទេ អរគុណរឿងអីទៅ គឺរឿងដែលបងប្រុសជួយនាំខ្ញុំមកជួបបងប្រុសខ្ញុំនោះឯង គឺរឿងហ្នឹងទេខ្ញុំមិនដែលគិតពីរឿងកូនស្រីទេនាងការជួយគ្នាគឺជារឿងធម្មតាទេ បង អាណា ណូ មានអី បង ពោះឯណា ណូ គឺវ៉ាន់តានាងកំភៃអីគឺវ៉ាន់តា ពុកវីកូនយើងមកវិញហើយនៅខ្ញុំពិបាកក្នុងខ្លួនណាស់ ទ្រាំតិចទៅម៉ៃវីខ្ញុំឲ្យក្មេងៗទៅតាមហើយ ឡំមកដល់ហើយឡំ កូនយើងមកហើយ ម៉ៃវីប្រយ័ត្នបាក់កម្លាំង ជំរាបសួរលោកដង្ខៅ លោកគ្រូសូមចេញអង្គុយ បាទ អាដាមឯណាកូនកំហែងមិនក៏មិនឃើញអ្នកប្រុសនិងអ្នកនាងមិនតាន់មកទេល្អំចុះមិនក៏អាកុយវាថាមកហើយ ខ្ញុំថាលោកគ្រូមកតើល្អំ អើយពួកឯងនេះគ្មានបានការអីមែនទៅនាំគ្នាចេញទៅក្រៅទៅលោកគ្រូសូមជ័យពិនិត្យ ជំងឺនេះខ្ញុំដឹងថាដាក់ថ្នាំអីហើយឥឡូវសូមលោកដង្ខៅឲ្យក្មេងៗទៅតាមខ្ញុំយកថ្នាំតើបានទេ បានលោកគ្រូ ចឹងខ្ញុំជម្រាបលាសិនហើយលោកដង្ខៅ គ្នាគិតលីឯងសិនហើយសម្លាប់ យើងអស់បងទៅលេងផ្ទះខ្ញុំតែម្ដងទៅចាត់ទុកថាបងទទួលការរាប់អានពីខ្ញុំចុះ មែនហើយម៉នឯងទៅលេងផ្ទះគ្នាម្ដងទៅតាំងពីយើងរាប់អានគ្នាមកឯងមិនដែលទៅលេងផ្ទះគ្នាសោះ អញ្ចឹងក៏បានគ្នាអរគុណហើយសម្លាញ់ តោះជាងតែងចឹង ម៉ន អ
ជាប់បន្ទប់ខ្ញុំប្រយ័ត្នគេដឹងណាបង បើអូនមិននិយាយតើមានអ្នកគេដឹង អ្នកណាឲ្យបងចូលមក បងអួចនោះអីដែលប្រាប់ឲ្យបងចូលមកចំបៃអូនបងស្រឡាញ់អូនខ្លាំងណាស់បងទ្រាំមិនបានទេ តែបងកុំអីបងខ្ទេចខ្ទីអស់លីងហើយនាងអញខ្វាក់ភ្នែកដែរមិនចេះមើលទេហ៎តាមពិតគឺស៊ីនតាដែលដាក់មកប៉ះខ្ញុំនោះ យើខ្លួនធ្វើខុសប៉ុណ្ណឹងហើយនៅហ៊ានប្រកែកទៀតហ៎ស្អីហ៎នាងស៊ីនាងអយលោឡាស្អីទាំងព្រឹកព្រលឹមហ្នឹងហ៎មានរឿងស្អី រឿងស្អីហ៎សួរក្មួយស្រីអំឯងទៅអំឯងមើលខ្លួនឯងទៅដឹងអីនេះខ្ញុំដើរមកដល់ចៃដន្យស៊ីហើយនឹងអយឃើញខ្ញុំដើរមកប៉ះខ្ញុំបាយច័ន្ទទៅនឹងណាអ៊ំស្អីនាងភួងនាងចង់ចាត់យើងផងហ៎ ណែនាងស៊ីនាងអយល្មមហើយណារឿងប៉ុណ្ណឹងសោះស្រែកប្រកែកគ្នាឲ្យរលងមាត់រលងកទៅកើតដែរវាជារឿងចៃដន្យទាំងអស់គ្នាទេណែភួងប្រមូលយកទៅចោលទៅណាក្មួយ ចាអ៊ំមួយម៉ាត់ណាក៏កាន់ជើងនាងភួងនឹងដែរនាងអញចាំតែមើលតែដឹងហើយតោះ សល់ស្អីទេចាខ្ទេចខ្ទីស្អីទៅ ចាអ្នកនាងគឺនាងភូមិស្រីល្អស្អីគេនោះណាពិតជាដៃភ្លើងជើងមន់មែនណាអ្នកនាង ហើយមិនត្រឹមតែដៃភ្លើងជើងមន់ប៉ុណ្ណោះទេវាថែមទាំងចង្រៃទៀតផងចាកាន់ស្អីខ្ទេចហ្នឹងរលាយអស់ហើយអ្នកនាង នេះនាងស៊ីនាងអយនាងឯងពីរនាក់និយាយពីរឿងអីហ្នឹងចាអ្នកនាងគឺវាអញ្ចេះណានាងភូមិស្អីគេនោះវាកាន់ស្អីធ្លាក់ហ្នឹងចាណាបែកទាំងជុំតែម្ដងហើយអ្នកនាង វាធ្វើខុសហើយខ្ញុំជួយប្រាប់វាស្រែកកំហុកឲ្យខ្ញុំទៀតណាអ្នកនាងស្អីកំភងហ្នឹងដាក់ថ្នាក់ម្លឹងផង វាស្រែកកំហុកឲ្យយ៉ាងម៉េចខ្លះនាងស៊ីចាអ្នកនាងគឺធ្វើអញ្ចេះណែនាងស៊ីនាងអយមិនមែនជារបស់ទ្រព្យរបស់នាងឯងទេចង់បែកប្រមាណកាឆេក៏បែកទៅស្អីដំម្លឹងផង ចាខ្ញុំមិនកុហកទេអ្នកនាងអូយខ្ញុំសាញ់ឈឺចុកចាប់ជំនួសអ្នកនាងទៅទៀត ហើយនៅមានរឿងមួយទៀតណាអ្នកនាង រឿងស្អីទៀតនាងឯងឆាំនិយាយអស់មកមើល ចាគឺរឿងអ្នកប្រុសហ្នឹងណាអ្នកប្រុសរបស់អញចឹងម៉េចឆាំនិយាយទៅមើល អូយបាននិយាយពីរឿងហ្នឹងណាខ្ញុំដូចជាអៀនខ្លួនជំនួសអ្នកនាងទៀតផង ចាអ្នកនាងនាងភូមិស្អីគេនោះពេលឃើញអ្នកប្រុសចូលក្នុងផ្ទះបាយម្ដងណាធ្វើរកអៀនព្រៀនបញ្ចេញរឹកពៀម្ញាក់ឲ្យអ្នកប្រុសអូយខ្ញុំណាធ្វើមិនដូចទេអ្នកនាងអើយ ឯអ្នកប្រុសក៏អញ្ចឹងដែរចោលភ្នែកកលេចចំមុខនាងភួងកែភ្នែកអសតុនហាក់បីដូចជាបញ្ចេញមុនស្នេហ៍អញ្ចឹងសូម្បីតែនាងស៊ីខ្ញុំនេះក៏តបចាត់ស្ទើរទ្រាំមិនបានម្ដងទៅហើយ អើយឆាំនិយាយទៅអ្នកនាងប៉ុណ្ណឹងបានហើយអ្នកនាងប៉ុណ្ណឹងបានហើយអ្នកនាង អញមានរឿងអីហ្នឹងហ៎ ឈប់ប៉ុណ្ណឹងបានហើយមានរឿងអីហ្នឹងស្រួនបានចដោតថ្នាក់ហ្នឹងហ៎ ចាគឺរឿងបែកចានហ្នឹងណាខ្ញុំស្ដីបដៅឲ្យវាតមាត់ឲ្យប៉ប៉ៃ គ្រាន់តែរឿងប៉ុណ្ណឹងសោះហេតុអីចាំបាច់វាដំដល់ថ្នាក់ហ្នឹងភួង
មិនអីទេ ចាខ្ញុំមិនអីទេអ្នកប្រុសអ៊ំថ្ងៃនេះបានហូបអីហ្នឹង គឺសម្លដែលអ្នកប្រុសចូលចិត្តហ្នឹងណា មានរឿងអីនឹងក្មួយសរូន ចាំមិននឹងបងសរួនភួងអញឆ្លើយយ៉ាងម៉េចនឹងបាច់ចាប់ប្រាំម្លឹង ខ្ញុំមិនបានដឹងថាភួងដាក់អំបិលបានជាខ្ញុំដាក់អំបិលថែមទៀតឲ្យខ្ញុំសុំទោសផងអ្នកនាង ហើយសម្លមួយឆ្នាំងនឹងស្លាប់ប្រហែលអ្នក បានហើយធ្វើមិញគ្នាជ្រុលទៅហើយបងណំមើលលើកសម្លយកទៅទុកទៅបង ចាលោកប្រុស ចម្ប៉ាសរួនមើលនាំគ្នាហូបបាយទៅក្មួយ ខ្ញុំមិនហូបទេខ្ញុំឆ្អែតហើយ ភួងដកបាយឲ្យអ៊ំអញទៅ ចាអ៊ំស្រី សុំចេញពិសាអ៊ំ អាណែមើលក្មេងៗនាំគ្នាយកឲ្យបានចុះមកក្មួយយកមកតោះមកវា ថ្ងៃមួយយើងទៅលេងផ្ទះរបស់ នឹងហើយទៅលេងប្រឡងជាម្ដងណាទុកនឹងហើយអំពើនេះធ្លោះល្អណាស់ណាទុកនឹងហើយណា ចាលោកអង្ខាង ណែចម្រងបានពុកមើលផ្ទះសម្បែងក្មេងខ្មាំងឲ្យបានស្រួលវល់ផងណាពុកទៅតែ2 3ថ្ងៃទេបានពុកកុំបារម្ភអី សរូនឆាប់ចុះមកក្មួយ ចាំមីងខ្ញុំអត់ស្រួលខ្លួនទេប្រហែលជា បើមិនបានទៅទេក៏ហីចុះដោះពុកវាឆាប់ទៅ មកឡើងមក ណែម៉ែវាមើលណោចិត្តដល់ផ្ទះខ្លាខ្ញុំហើយណាដីស្រែនៅទីនេះល្អណាស់ណោះ វាស្អាតណាស់តែម៉ែ ណោនៅខាងណោចិត្តដល់ហើយណាបតមុំទៅទៀតទៅដល់ហើយ ចា
nó này lùm mình mọc nó chết đal hay nó lùm khăm mọc nó តែបងហើយណា ចា เฮ้ยเฮ้ย nè na cái nắng ôn thế hơi cho ôn mình cả ấy thành chụp bật trên bàn ní ta ôn mình cả ấy mà đồ bó mà អូនអត់មានការអីទេបងអូនអត់សក់ពេកទៅអូនមកលេងបងនឹងណា យកស្មាននឹងមិនល្អទេចាំស្អែកចាំនិយាយគ្នា ល្អមិនល្អអូនមិនខ្វល់ទេចាំម៉េចបងស្អប់អូនណាស់មែនទេ អត់ទេអូនកុំនិយាយអញ្ចឹងយើងជាបងប្អូននឹងគ្នាមានរឿងអីដែលបងត្រូវស្អប់អូននេះ អញ្ចឹងបងពិតជាស្រឡាញ់អូនមែនទេបងចម្រងទៅតែថ្ងៃនេះទេដែលអូនមានសេចក្តីសុខខ្លាំងណាស់ពេលនេះរូបកាយរបស់អូនបេះដូងអូនសូមប្រគល់ជូនបងដែលស្ម័គ្រស្មោះអស់ពីដួងចិត្តបងអូនស្រឡាញ់បងខ្លាំងណាស់ស្រឡាញ់បងខ្លាំងណាស់ ប៉ុន្តែការស្រឡាញ់របស់បងនៅពេលនេះមិនដូចជាអូនគិតនោះទេអូនសរួនតាមពិតបងស្រឡាញ់អូនក្នុងនាមជាប្អូនជីដូនមួយតែប៉ុណ្ណោះនៅក្នុងចិត្តបងអូនគឺជាប្អូនស្រីជីដូនមួយរបស់បង បងថាម៉េច នៅមានបរិះល្អៗជាច្រើនទៀតដែលកំពុងត្រូវការអូនជឿបងចុះ តែអូនមិនត្រូវការពួកគេទេបងចម្រងជាតិនេះអូនស្រឡាញ់តែបងម្នាក់គត់អូនស្រឡាញ់បងអូនត្រូវការបងបងស្ដាប់បានទេ ឈប់យំទៅអូនសរួនស្ដាប់បងសិនស្នេហាមិនមែនស្ថិតនៅលើការបង្ខិតបង្ខំនោះទេព្រោះបងក៏មិនទាន់បានគិតពីរឿងស្នេហាដែរ តាមពិតបងមានស្រីនៅក្នុងចិត្តហើយមែនទេ បងអត់មានទេ បងកុហកចិត្តបងគឺមានតែនាងភួងនាងភួងជាស្រីដែលបងបំភ្លេចមិនបានតើមែនទេ មិនពិតទេអ្នកណាប្រាប់អូនអូនសរួនភួងបងគ្រាន់តែអាណិតនាងរាប់អាននាងតែប៉ុណ្ណោះ អាណិតទេអាណិតវាស្អិតជាងស្រឡាញ់ទៅទៀតតើបងដឹងទេបងចម្រងតើអូនមានត្រង់ណាមិនល្អបានជាបងមិនស្រឡាញ់អូននោះតើហេតុអី អូនសរួនអូនស្ដាប់បងនិយាយសិនតាមពិតបងមិនបានសោបអូនទេ បងកុហកខ្ញុំស្អប់បងខ្ញុំស្អប់បងខ្ញុំស្អប់បងឯងណា អូនសរួនអូនសរួនអូនសរួនស្ដាប់បងនិយាយសិនហើយ អ្នកប្រាស់មិនតាន់សម្រានទេ បាននៅទេ ថ្ងៃនេះ
អ្នកប្រងដូចជាស្ងួតស្ងាត់ម្លេះ មិនអីទេគ្រាន់តែមានបញ្ហាបន្តិចបន្តួចតែប៉ុណ្ណោះ